កម្រិតឲ្យជួមឲ្យស្គាល់គ្នាព្រោះជានិស័យតាំងពីជួបស្រីក្នុងថ្ងៃដំបូងបេងដូងចាសម្គាល់ក្នុងចិត្តថាអូនជាមិត្តហើយខិតទៅរកក្តីស្នេហាដែលបងប្រាថ្នាថាជាគូបើយើងមាននិស័យក៏ជួបគ្នាតែបើមានកម្មពៀក៏គង់បីមិនអាចតស៊ូយកជាគូក៏មិនបានតែយើងមានភពនិស័យលើគេស្នេហ៍ជុំសុខសាន្តអូនរីងរីព្រោះបានជួបស្រីដែលយល់ចិត្តយើងនឹងថែក្តីស្រឡាញ់ឲ្យពេញអស់មួយជីវិតនេះហើយជានិស័យស្នេហ៍ពិតដែលបងបានទទួលពីរូបស្រីសានជានិស័យស្នេហាតែពេលនេះវិញមានតែស្រឡាញ់ពេញបេងដូងលោមធ្នមអាណិតស្មោះត្រង់យល់ចិត្តទាំងពីរប្រាបើយើងមាននិស័យក៏ជួបគ្នាតែបើមានកម្មពៀក៏គង់បីមិនអាចតស៊ូយកជាគូក៏មិនបានតែយើងមានភពនិស័យលើគេស្នេហ៍ជុំសុខសាន្តយើងនឹងថែក្តីស្រឡាញ់ឲ្យពេញអស់មួយជីវិតនេះហើយជានិស័យស្នេហ៍ពិតដែលបងបានទទួលពីរូបស្រីសានជានិស័យស្នេហានាំមកជូនលោកអ្នកដោយបានខ្ញុំអាចដួសញ៉ាំខ្លួនឯងបានមិនបាច់ដួសឲ្យមានអីគាត់ឡានដែរតាចឹងប៉ាមកញ៉ាំបានច្រើនណាស់ចឹងខ្ញុំដឹងថាហេតុអ្វីបានជាអារម្មណ៍ខ្ញុំបែបនេះតែឈួរធ្វើឲ្យខ្ញុំឈឺចាប់ខ្លាំងណាស់ធ្វើឲ្យបេះដូងខ្ញុំទៅដង្ហើមសឹងតែមិនរួចផងអូកាមានការអីអូអត់មានការទេខ្ញុំបាននាំភ្ញៀវមកទៅជាមិត្តភក្តិចិត្តដិតរបស់លោកដែរស្ដីរៀបអូភីអញ្ចឹងអង្គុយសិនមកចូលឲ្យគេបកភីមដល់ទីនេះខ្ញុំមិនសងទេដឹងតាមពិតទៅខ្ញុំចង់មកសួរសុខទុក្ខរៀមទេឮសូរថារៀមឆ្លុះគ្នាជាមួយឈូកមែនអត់ថាអញ្ចឹងក៏ថាបានដែរប៉ុន្តែរឿងណាវាមិនដូចនេះប្រហែលជាឈប់គេមិនចូលចិត្តធ្វើការជាមួយខ្ញុំបានជាគេលាឈប់ខ្ញុំគិតថារៀមប្រហែលជាមានអីយល់ច្រឡំជាមួយឈូកអីតែមានរឿងដូចនេះកើតឡើងអាចប្រាប់ខ្ញុំបានអត់
យកល្អពីទៅសួរជួបខ្លួនឯងទៅលោកខ្ញុំពិបាកបកស្រាយណាហើយបើលោកមិនប្រាប់ដល់ពួកខ្ញុំផងធ្វើម៉េចខ្ញុំនឹងដឹងហើយឲ្យពួកខ្ញុំទៅនិយាយជាមួយឈប់បែបណាខ្ញុំក៏មិនដឹងថាអារម្មណ៍ខ្ញុំបែបណាដែរប៉ុន្តែខ្ញុំពិតជាខឹងឈប់ខ្លាំងណាស់តែខ្ញុំដឹងថាឈប់ទៅទៅមួយវិសាលហើយថ្ងៃមុនណាខ្ញុំបានឃើញឈប់ទៅរកវិសាលទៅខុនទៅទៀតផងរឿងនេះឲ្យដល់ពួកខ្ញុំអារម្មណ៍មកតាមពិតទៅឈប់បានទៅរកវិសាលនៅខុនដូមែនប៉ុន្តែមិនដូចរៀមគិតទេរឿងនោះគឺវាបែបនេះឯងឈូកមិនចង់ឲ្យរឿងនេះបែកផ្សាយទេព្រោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនាងទៅនាងមិនប្តឹងនាងក៏បានសំណូមពរឲ្យខ្ញុំទាំងពីរនាក់នេះមិនឲ្យប្រាប់អ្នកណាទេព្រោះថានាងខ្មាស់គេហេតុអីក៏នាងជឿលើអាក្រក់បែបនេះណាកាប់ទៅរាមីជាមួយវិសាលគេចង់សងសឹកខ្ញុំទេបានជាគេធ្វើអានេះជាមួយឈប់គិតទៅឈប់គឺជាជនរងគ្រោះពួកយើងមិនត្រូវឲ្យពួកគេធ្វើខ្លួនទេពួកពេលហើយពួកគេបានកិច្ចខ្លួនទៅនៅបរទេសអស់ហើយអើយស្ដាយណាស់មិនក៏ពួកយើងឲ្យគេធ្វើខ្លួនអញ្ចឹងឥឡូវរឿងដែលសំខាន់នោះលោកគួររមមធ្យោបាយបែបណាដើម្បីទៅនិយាយជាមួយឈប់កុំឲ្យនាងយល់ច្រឡំនេះកូនពិបាកចិត្តរឿងគេប្រជុំការងារមែនទេចាមែនទេម៉ែតែអ្វីដែលខ្ញុំឈឺចិត្តបំផុតនោះគឺពាក្យសម្ដីដែលគេនិយាយមើលងាយខ្ញុំណាម៉ែអូយឈប់គិតអីណាបើគេមើលមិនឃើញការប្រឹងប្រែងរបស់កូននៅក្រុមហ៊ុននោះទេនោះទោះបីជាយើងនៅក៏មិនមានប្រយោជន៍អីដែរសមត្ថភាពប៉ុនកូននេះតែខ្វះអីការងារធ្វើដាក់ពាក្យរកកន្លែងធ្វើថ្មីទៀតទៅណាកូនចាម៉ែម៉ែគេមកហើយខ្ញុំមិនចង់ជួបមុខគេម៉ែចាំម៉ែចាត់ការឲ្យណាចាជំរាបសួរអ្នកមីងចាជំរាបសួរអញ្ជើញអង្គុយមកមួយជួបនៅផ្ទះទេអ្នកមីងអត់ទេកូនខ្ញុំចេញទៅក្រៅបាត់ហើយប៉ុន្តែខ្ញុំឃើញម៉ូតូនៅខាងក្រៅតាម៉ូតូនៅវាមិនប្រកាសថាម្ចាស់នៅឯណាលោកក្មួយត្រឡប់ទៅវិញទៅណាព្រោះអីឈូកគេទៅដើរលេងជាមួយមិត្តភក្តិគេមិននឹងស្មោះបានត្រឡប់មកវិញទេបាទអញ្ចឹងអ្នកមីងប្រាប់ឈូកផងណាស្អែកព្រឹកនេះខ្ញុំមានរឿងសំខាន់ចង់និយាយជាមួយគេចាបាទជំរាបលាអ្នកមីងចាគេថាថ្ងៃស្អែកនេះមិនចង់ជួបកូនព្រោះមានរឿងសំខាន់ចង់និយាយជាមួយណាហើយគេមានរឿងអីចង់និយាយជាមួយខ្ញុំចេះមកយប់នេះផឹកកំដរខ្ញុំកាត់សាយបន្តិចខ្ញុំចាំតែពាក្យនេះយូរទៅណាប្រុសអញ្ចឹងណាប្រុស
ra thay ra đồ trắng đã đi tới chọc mòn mòn vậy chứ đã đâu bà cho đứa ngày đấy riêng khi nhom á cứ bị smoke smile nhaខ្ញុំក៏មិនដឹងចាប់ដើមនិយាយពីត្រង់ណាមកដែរប៉ុន្តែថ្ងៃនេះខ្ញុំដឹងថាខ្ញុំបានសាងកំហុសមួយដ៏ធំគឺព្រោះតែការយល់ច្រឡំខ្ញុំបានធ្វើនារីម្នាក់ខឹងខ្ញុំហើយនាងខឹងខ្ញុំខ្លាំងណាស់តែពេលនេះខ្ញុំអត់ដឹងការពិតអីខ្ញុំចង់ព្យាយាមសារភាពកំហុសមុខនាងប៉ុន្តែនាងtên là pro một lúc không ta vẫn đang ai tai bạn là pro chỉ dìm tam luôn niếng á vú nên cùng bạn khăn này nè nó cho bạn chất nở mà យើងមានផបនិស័យលើ nè bọn ai nhé đôi chia cho lỏng cái lạnh kê nhé miền ná bong ấp sọc tê nó bà mơ tủ tua hay kê lửa phụp nó hơi chị vợ ơi chị vợ bố bọn ấy chẳng mơ tuột tu ha bọn ấy phải thôi sẽ lên tích phong có nó mong người kê nhá cái này bất lương lương ôi con anh trong slap ở đây à mua pan năng á vì làm slap ấy vì làm smart được chết được bao nhiêu chữ ấy bóng đăng tao ôn chữ chắp chẳng bóng trong sang slap bàn hàng cho chị mày mà ôn hơiประมาณ ថ្ងៃនឹងបងខំទ្រាំណាព្រោះអីបងចង់រំខានអូនតែថ្ងៃនេះបងទ្រាំមិនបានទេដល់អូនធ្វើពង្រីកកតើយដាក់បងអញ្ចឹងពួកយើងត្រូវគ្នាវិញណាហើយសាងស្នេហាសាច់ថ្មីបងសន្យាថាបងនឹងរក្សាក្តីស្នេហាយើងលុះសូនជីវិតណា